share សារជាថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកអំពីរឿងដែលបរិសុទ្ធសម្បូរស្នេហ៍និងមានភាពទាក់ទាញតែងតែធ្វើសូមបន្តទស្សនាវីដេអូនេះរហូតដល់ចប់ដើម្បីទទួលបានចំណេះដឹងពេញលេញតើអ្នកដឹងទេថាតើរឿងអ្វីខ្លះដែលបរិសុទ្ធទាក់ទាញធ្វើមានគុណសម្បត្តិជាច្រើនដែលភាពទាក់ទាញជាងការមើលទៅជាបរិសុទ្ធសង្ហាអ្វីដែលងាយស្រួលនិងសាមញ្ញបំផុតដែលអ្នកអាចធ្វើបានដើម្បីទាក់ទាញជាងនេះគឺការអនុវត្តអនាម័យល្អមើលទៅស្អាតនិងមានក្លិនល្អនិងធ្វើឲ្យមនុស្សចង់នៅជិតអ្នកជានិច្ចប្រើជំហានទាំងនេះដើម្បីអភិវឌ្ឍទម្លាប់ប្រចាំថ្ងៃខាងក្រោមនេះគឺជាចំណុចទាំង13យ៉ាងដែលបរិសុទ្ធទាក់ទាញតែងតែធ្វើទី1បង្ហាញស្នាមញញឹមសិចស៊ីពិតជានិច្ចនេះអាចស្ដាប់ទៅសាមញ្ញប៉ុន្តែស្នាមញញឹមដ៏អស្ចារ្យអាចបង្កើតឬបង្កើនភាពទាក់ទាញបានអារម្មណ៍លេងសើចនឹងស្នាមញញឹមដ៏អស្ចារ្យគឺមានទាំងភាពកក់ក្ដៅនិងភាពស្និទ្ធស្នាលប៉ុន្តែវាគួរតែមានលក្ខណៈធម្មជាតិដូច្នេះកុំបង្ខំវាបញ្ចេញស្នាមញញឹមល្អបំផុតដែលអ្នកមានហើយប្រើភាពវៃឆ្លាតរបស់អ្នកទី2មានទំនុកចិត្តទំនុកចិត្តគឺជាលក្ខណៈសិចស៊ីដ៏ទំនើបដែលអ្នកមានបុរសដែលមានទំនុកចិត្តគឺជាបុរសដែលមានសំណាងទី3ពាក្យស្បែកជើងឲ្យសមនឹងរូបរាងមានហេតុផលជាច្រើនសម្រាប់ការពាក់ស្បែកជើងយើងពាក់ស្បែកជើងដើម្បីការពារជើងរបស់យើងពីធាតុដីនៅពីក្រោមយើងជាទូទៅអ្វីដែលចម្បងបំផុតគឺការពាក់ស្បែកជើងដែលទាន់សម័យទី4ស្លៀកសម្លៀកបំពាក់ដែលទាក់ទាញខោខូប៊យដែលមានរាងសមល្អជាមួយនឹងអាវដៃវែងនិងស្បែកជើងស្អាតក៏ជាម៉ូដដែលស័ក្តិសមផងដែរវាជាការប៉ັດដែលអ្នកទទួលបានឱកាសតែមួយដើម្បីបង្កើតចំណាប់អារម្មណ៍ដំបូងអ្វីដែលអ្នកកំពុងពាក់ប្រាប់ពីរបៀបដែលអ្នកចង់បង្ហាញខ្លួនអ្នកដល់ពិភពលោកដូច្នេះស្លៀកពាក់និងបង្អួតអ្នកដទៃទី5ថែរក្សាសម្លៀកបំពាក់របស់អ្នកស្វែងរកសម្លៀកបំពាក់ដែលកាត់ប៉ុន្តែមិនតឹងពេកដែលស័ក្តិសមទៅនឹងរាងកាយរបស់អ្នកស្លៀកសម្លៀកបំពាក់ដែលសមទៅនឹងអ្នកជានិច្ចទី6ប្រើទឹកអប់ដែលមានក្លិនក្រអូបដើម្បីឲ្យមានក្លិនល្អការប្រើគ្រឿងក្រអូបអាចធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តហើយថែមទាំងធ្វើឲ្យអ្នកកាន់តែទាក់ទាញដល់មនុស្សផ្សេងទៀតទី7ធ្វើឲ្យនរណាម្នាក់សើចការស្រាវជ្រាវនិយាយថាស្ត្រីមានការចាប់អារម្មណ៍ខ្លាំងចំពោះបុរសដែលអាចធ្វើឲ្យពួកគេសើចគ្រប់ពេលគ្រប់ទីកន្លែងទី8មានចិត្តល្អលទ្ធផលបានបង្ហាញថាមនុស្សដែលបានពណ៌នាជាមួយនឹងលក្ខណៈវិជ្ជមាននិងមានចិត្តល្អត្រូវបានគេវាយតម្លៃថាកាន់តែទាក់ទាញទី9ស្វែងរកក្តីស្រមៃរបស់អ្នកហើយនៅតែបន្តជារៀងរាល់ថ្ងៃមានរឿងជាច្រើនដែលបរិសុទ្ធកាន់តែទាក់ទាញនៅពេលដែលបានរកឃើញហើយកំពុងតែបន្តក្តីស្រមៃរបស់គាត់ទី10ជាយាមក្នុងការសម្អាតសម្អាតខ្លួនបុរសគ្រប់រូបចង់មានអារម្មណ៍ជឿជាក់ 100% ចំពោះរូបរាងក្លិននិងអារម្មណ៍ពេលគាត់នៅក្បែរមនុស្សម្នាក់ដែលគាត់បានចាប់អារម្មណ៍កាត់សក់ដែលស័ក្តិសមទៅនឹងទម្រង់មុខរបស់អ្នកហើយតើអ្នកមានពុកចង្កាដែលស័ក្តិសមនឹងអ្នកដែរឬទេទី11ថែរក្សាសុខភាពឲ្យបានល្អរបបអាហារការពិសាទឹកឲ្យបានច្រើនអាចជួយឲ្យអ្នកគេងលក់ស្រួលនិងជួយឲ្យស្បែកស្រស់ថ្លាទី12ពង្រឹងរាងកាយរបស់អ្នកឲ្យប្រសើរឡើងការខិតខំប្រឹងប្រែងក្នុងការពង្រឹងកាយសម្បទារបស់អ្នកឲ្យរឹងមាំមិនត្រឹមតែធ្វើឲ្យអ្នកមើលទៅសង្ហាប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយបង្កើនទំនុកចិត្តផងដែរគុណប្រយោជន៍នៃការហាត់ប្រាណទៀង
ជួយឲ្យអ្នកមានអារម្មណ៍រីករាយជួយសម្រកទម្ងន់ល្អសម្រាប់សាច់ដុំនិងឆ្អឹងបង្កើនកម្រិតថាមពលកាត់បន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃជួយសុខភាពស្បែកនិងអត្ថប្រយោជន៍ជាច្រើនទៀតទី13បង្ហាញគំនិតរបស់អ្នកបរោះឆ្លាតពិតជាគួរឲ្យទាក់ទាញណាស់ធ្វើជាមនុស្សឆ្លាតមិនមែនលេងសើចទេឥឡូវនេះមានគន្លឹះអំពីវិធីដើម្បីឲ្យអ្នកក្លាយជាបរិសុទ្ធដែលមានភាពទាក់ទាញជាយាមធ្វើបែបនេះប្រសិនបើអ្នកចង់មានរបៀបរស់នៅដ៏ល្អបំផុតខ្ញុំសង្ឃឹមថាវីដេអូនេះមានអត្ថប្រយោជន៍សម្រាប់អ្នកប្រសិនបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេចឲ្យមេដៃម្នាក់មួយផងណាសូមចុច Subscribe ដើម្បីទទួលបានរូបមន្តនិងគន្លឹះបន្ថែមទៀតនៅពេលដែលខ្ញុំអាប់ឡូតវីដេអូថ្មីៗសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំសូមជួបតែសំណាងល្អជួបគ្នានៅវីដេអូក្រោយទៀត